ជំរាបសួរលោកអ្នកនាងនិងប្រិយមិត្តទូរទស្សនិកជនជាទីគោរពរយៈពេល15នាទីនាងខ្ញុំនឹងជម្រាបជូនលោកអ្នកនាងនៅព័ត៌មានកសិកម្មពីបណ្ដាញទូរទស្សន៍ព័ត៌មាន BTV លោកអ្នកនាងជាទីគោរពសម្រាប់ព័ត៌មានកសិកម្មថ្ងៃនេះយើងនឹងមានប្រធានបទមួយគួរចាប់អារម្មណ៍ដែលទាក់ទិនទៅនឹងកសិករនៅស្រុកលើកដែកនិងស្រុកគៀនស្វាយកំពុងផ្លាស់ប្ដូរចំណាប់អារម្មណ៍មកប្រើប្រាស់ជីប្រភេទថ្មីមួយទៀតមកពីប្រទេសជប៉ុនដែលប្រជាកសិករជាច្រើនគ្រួសាររស់នៅស្រុកលើកដែកនិងស្រុកគៀនស្វាយខេត្តកណ្ដាលកំពុងផ្ដោតការចាប់អារម្មណ៍ថ្មីមួយដែលប្រើប្រាស់ជីនិងថ្នាំកសិកម្មចម្រុះផ្លាស់ប្ដូរមកប្រើប្រាស់ជីប្រភេទថ្មីមួយទៀតមកពីប្រទេសជប៉ុនដែលជីប្រភេទសរីរាង្គនេះបានហុចផលនិងដំណាំជាច្រើនប្រភេទដល់កសិករនៅក្នុងតំបន់កសិករមួយចំនួនដែលប្រើប្រាស់ជីសរីរាង្គនេះបានថ្លែងថាក្រោយពីពួកគាត់បានសាកល្បងជីប្រភេទនេះឃើញថាពួកគាត់ទទួលបានផលវិជ្ជមានដែលមិនធ្លាប់មាននិងស្ទើរតែមិនជឿពួកគាត់ថាអស់រយៈពេលជាច្រើនឆ្នាំមកហើយការប្រើប្រាស់ជីនិងថ្នាំកសិកម្មលើដំណាំរបស់ពួកគាត់គឺគ្មានប្រសិទ្ធភាពទេនិងប្រើប្រាស់អស់យ៉ាងច្រើនប៉ុន្តែនៅពេលពួកគាត់បានប្រើប្រាស់ជីទឹកសរីរាង្គជប៉ុនម៉ាកបូផាទៅលើដំណាំដូចជាស្វាយល្ងសណ្តែកនិងពោតឃើញថាទទួលបានទិន្នផលយ៉ាងច្រើនជាពិសេសគឺដំណាំពុទ្រាធ្លាប់បានតែ6តោនក្នុងមួយចម្ការរបស់ពួកគាត់តែឥឡូវនេះដល់ទៅជាង30តោនឯណោះពលគឺចំនួននេះគឺសន្ធឹកសន្ធាប់មិនធ្លាប់មានចង់ដឹងថាកិច្ចសម្ភាសរវាងម្ចាស់កសិដ្ឋានយ៉ាងណានោះសូមតាមដានទេសនាដូចតទៅពីមុនមកខ្ញុំដាំអត់ទាន់ប្រើដែលជីសរីរាង្គហ្នឹងគឺតំណាំរបស់ខ្ញុំសម្ោចវាឡើងលេងហើយវាជាក្រាហើយស្លឹកមូហ្នឹងដូចសត្វមីរោគដែលវាសម្រាប់វាកមកពីសត្វសម្ោចហ្នឹងដល់ពេលខ្ញុំចាប់ប្រើជីសរីរាង្គហ្នឹងបាញ់បានតែ2ដងទេហើយបានលាស្លឹកបានផ្លែប៉ុណ្ណឹងជីសរីរាង្គហ្នឹងខ្ញុំបានបាញ់ស្វាយបាន2ដងដែរព្រោះតែដឹងរឿងព័ត៌មាននៃជីសរីរាង្គដែលមានហ្នឹងឥឡូវស្វាយខ្ញុំបានភាគផលស្លឹកលងផ្កាក្តឹបបានល្អព្រោះចាប់ពីប្រើអាជីហ្នឹងមកការប្រើអាជីការអាជីសម្រាប់ជីអ៊ីរ៉េជី515ជីកែងដាក់ហ្នឹងហើយបាញ់ទៅជាមួយអាជាតិថ្នាំពុលទៅអត់មានសិទ្ធិភាពដល់ពេលខ្ញុំចាប់ប្រើអាជីសរីរាង្គមកវាឃើញជាក់ស្ដែងភ្នែកមកឃើញវាស្លឹកខ្ចីលាស្លឹកវាប្រែប្រួលខុសពីឆ្នាំមុនដែលខ្ញុំទុំប្រើជីហ្នឹងបានក្រុមហ៊ុនជីសរីរាង្គដែលបងគាត់មកបង្ហាត់5ខ្ញុំហ្នឹងគឺថា7ថ្ងៃត្រូវបាញ់ម្ដងទៀងទាត់អំពើវេលាយូរ10ថ្ងៃបាញ់ម្ដងឥឡូវខ្ញុំបាញ់បានតែ2ដងក្នុងរយៈដែលគាត់មកហ្នឹងវាខ្វះខាតអាថវិកាដែលទិញជីសរីរាង្គហ្នឹងផងឥឡូវទោះបីខ្វះខាតមិនក៏ត្រូវតស៊ូដែរព្រោះគេអាហ្នឹងបានភាគផលបានប៉ុណ្ណេះហើយហ្នឹងត្រូវតែតស៊ូព្រោះខុសជាឆ្នាំទៅខ្ញុំកាលពីមុនខ្ញុំអត់បានធ្លាប់ប្រើជីត្រីរៀងទេតែបងគាត់ចុះមកបញ្យល់ទៅខ្ញុំប្រើតែឥឡូវទៅបាញ់បានប្រហែល3ដងខ្ញុំបាញ់ថ្នាំតែគាត់យកមកផ្សព្វផ្សាយខ្ញុំបាញ់ឃើញតែកាលពីមុនប្រើគីមីស្វាយស្លឹកអត់សូវស្អាតទេដល់ពេលខ្ញុំប្រើវាទៅឥឡូវមើលស្វាយផ្លែឡើងលងហើយនេះនឹងតែបាញ់តែ2 3ដងនេះស្វាយតែបាញ់2ដងមើលឡើងលងពីមុនមកបងធ្លាប់ប្រើតែជីគីមីប៉ុន្តែបាញ់ទៅដូចវាគុណភាពដូចវាផ្លែមិនសូវស្អាតដល់ពេលខ្ញុំប្រើទៅវាមើលស្លឹកវាក៏រៀងលុបផ្លែជាងមុនកាលមុននេះឡើងនេះសម្បល់វារៀងចេះប៉ុន្តែពេលបាញ់2ដងទៅមើលឡើងស្លឹកវាប្រែសម្បាន2ដងនេះនៅជីបុផាហ្នឹងជីបុផាហ្នឹងបាទស្រួលហ្មងវាអត់មានជាតិពុលអត់ប៉ះពាល់សុខភាពការចំបាញ់អាជីគីមីបាញ់កណាបាញ់ខ្លាំងពេកធ្វើទុកដល់យ៉ាប់កម្លាំងណាបន្ទាប់ពីខ្ញុំបាចនឹងបាន15ថ្ងៃគឺខ្ញុំយកជីបុផារបស់ជប៉ុនហ្នឹងយកមកលាយជាមួយទឹកខ្ញុំបាញ់ស្រោចបាញ់ពីលើវាហ្នឹងឲ្យជោគពីដែលកូនវានៅតូចអាយុ15ថ្ងៃហ្នឹងណាហើយបន្ទាប់មកវាអាយុ27ទៅ28ថ្ងៃខ្ញុំបាញ់ជាលើកទី2ពូលគឺល្ងហ្នឹងវាមានផ្ការួចហើយដល់អញ្ចឹងមកបន្ទាប់មកវាមួយខែកន្លះហ្នឹងខ្ញុំបាញ់ជាលើកទី3បាទចូលមកវគ្គទី4ដែលខ្ញុំបាញ់បញ្ចប់ហ្នឹងគឺត្រូវដល់
ស្អែកខាន់ស្អែកត្រូវច្រូតវាខ្ញុំប្រើនៅក្នុងរយៈពេលប្រហែលជាមួយខែ14ថ្ងៃ2ខែ14ថ្ងៃជាលើកទី4ហ្នឹងបាទចុះបងប្រៀបធៀបជាមួយនឹងផលវានៅពេលដែលបងមិនទាន់បានប្រើជីបុប្ផាហ្នឹងយ៉ាងម៉េចដែរអូបងអើយកាលដែលខ្ញុំមិនទាន់ប្រើដីកន្លែងនេះដែលខ្ញុំឈរនេះគឺស្វិតតែញោមតាមពិតបងយើងមើលទៅទាំងដីទាំងល្ងកាលដែលខ្ញុំមិនទាន់ប្រើវាញោមហើយផលអត់បានទេបានតិចតួចណាស់ហើយឥឡូវបងប្អូនដែលបានឃើញល្ងនេះគឺជាល្ងដែលខ្ញុំប្រើជីបុប្ផាជប៉ុនរយៈពេលឆ្នាំនេះដីបែកកាហែងបងប្អូនអត់មានភ្លៀងទេប៉ុន្តែល្ងខ្ញុំនៅតែខៀវមានផលល្អដូចល្ងខែភាសាអញ្ចឹងតាមពិតខ្ញុំអត់និយាយភូតកោទេបងប្អូនមើលចុះណាងហើយក្នុងល្ងខ្ញុំដាំបត្រាដែលជាដីខ្ញុំបរិយាហ្នឹងបរិយាការខ្ញុំថ្មីហ្នឹងឥឡូវទាំងល្ងទាំងបត្រាវាល្អដូចគ្នាបងប្អូនមើលណាវាចេញទាំងក្តាប់វាចេញទាំងផ្កាហើយដើមវាធ្លោះអាយុតែប្រហែល1ខែទេណាអាយុវាហើយដើមប៉ុណ្ណឹងបងប្អូនមើលណាល្អណាស់បាទបើនិយាយពីការខ្ញុំប្រើគីមីពីឆ្នាំ2012បត្រាខ្ញុំទាំងអស់ហ្នឹងវា375ដើមខ្ញុំបានតែ6តោនទេមកឆ្នាំ2013ខ្ញុំប្រើជីជប៉ុនសុទ្ធទាំងស្រោចទាំងបាញ់គឺខ្ញុំបាន31តោន700គីឡូផ្លែច្រើនដល់អ្នកភូមិគេតាមដងផ្លូវគេអត់ដឹងថាបត្រាផងគេថាអីផ្ទះនេះហុយសិតតែក្រូចឆ្មាឲ្យទិញមកពីណាហើយតាមពិតគេស្មានតែក្រូចឆ្មាផ្លែវាធំ11ផ្លែ2-10ផ្លែវា1គីឡូបាទដូចផ្លែក្រូចឆ្មាអញ្ចឹងលោកអ្នកនាងជាទីគោរពរហូតមកដល់ថ្ងៃទី31ខែមករាកន្លងទៅនេះក្រុមកសិករទាំងអស់ធ្លាប់បាននឹងកំពុងប្រើប្រាស់និងអ្នកមិនធ្លាប់ប្រើប្រាស់រួមទាំងអ្នកលក់ដូរផងបានសហគ្នាបើកសិក្ខាសាលាថ្មីមួយស្ដីពីផលប្រយោជន៍និងការផ្លាស់ប្ដូរនឹងការប្រើប្រាស់ជីសេរីរាង្គឲ្យចំគោលដៅក្រោមវត្តមានរបស់លោកនងវណ្ថានាយកក្រុមហ៊ុនជីសេរីរាង្គបុប្ផានិងអាជ្ញាធរដែនដីមួយចំនួនទៀតនៅក្នុងសិក្ខាសាលានេះលោកនងវណ្ថានិយាយថាគោលបំណងសំខាន់របស់ក្រុមហ៊ុនគឺចង់ឲ្យកសិករអ្នកប្រើប្រាស់ជីនិងអ្នកទទួលទានបន្លែផ្លែឈើទាំងអស់ជៀសឲ្យផុតពីការប៉ះពាល់និងចាក់ចេញឲ្យផុតពីសារជាតិគីមីដើម្បីសុខភាពល្អរបស់យើងទាំងអស់គ្នាហើយលោកនងវណ្ថាគាត់ក៏បានមានប្រសាសន៍យ៉ាងដូចនេះថាយើងមើលឃើញពីផលប៉ះពាល់ពីសារធាតុគីមីសពបែបយ៉ាងដែលយើងប្រជាកសិករយើងកំពុងតែអនុវត្តសពថ្ងៃក៏ដូចជាអ្នកបរិភោគផងដែរខ្ញុំចង់និយាយថាបន្ទាប់ពីយើងប្រើប្រាស់គឺសារធាតុគីមីមានន័យថាអ្នកប្រើប្រាស់ហ្នឹងវារងផលប៉ះពាល់មួយហើយមួយម្យ៉ាងទៀតគឺអ្នកបរិភោគក៏រងផលប៉ះពាល់ម្ដងទៀតនៅក្នុងសង្គមទាំងមូលអញ្ចឹងហើយក្នុងគោលបំណងយើងមកថ្ងៃនេះយើងក្នុងសិក្ខាសាលានេះយើងចង់ផ្សព្វផ្សាយពួកគាត់ពីសារៈសំខាន់នៃការប្រើប្រាស់ជីសរីរាង្គរបស់យើងហ្នឹងជីសរីរាង្គរបស់យើងហ្នឹងចង់និយាយថាយើងអនុវត្តទៅលើដំណាំបានល្អផ្លែផ្កាបានល្អហើយចង់និយាយថាទាំងការលូតលាស់លើដំណាំទាំងផ្លែផ្កាគឺយើងធ្វើបានល្អជំរុញការលូតលាស់ហើយទិន្នផលបានខ្ពស់ហើយម្យ៉ាងទៀតយើងអាចកាត់បន្ថយនៅផលប៉ះពាល់សារធាតុគីមីទាំងអបានដែលយើងបានរៀបរាប់ខាងលើហ្នឹងបានមួយចំនួនដល់ប្រជាកសិករអញ្ចឹងហើយបានជាយើងខិតខំប្រឹងប្រែងពីមួយថ្ងៃទៅមួយថ្ងៃយើងខិតខំផ្សព្វផ្សាយជូនពួកគាត់ដើម្បីកាត់បន្ថយសារធាតុគីមីដែលផលប៉ះពាល់ហ្នឹងហើយនឹងជួយលើកតម្កើងនៅទិន្នផលរបស់ពួកគាត់ហ្នឹងដែលយើងអាចកសាងបាននៅហៅថាសង្គមមួយប្រកបដោយសុខុមាលភាពនៃសង្គមល្អមានន័យថាទាំងសុខភាពប្រជាជនទាំងបរិមាណទិន្នផលបានលើកតម្កើងបានខ្ពស់ជាមួយគ្នានោះដែរលោកនងវណ្ថាបានឲ្យដឹងទៀតថាសិក្ខាសាលាដែលបានប្រារព្ធឡើងនៅពេលនេះមិនមែនជាលើកទី1ទេគឺបានប្រព្រឹត្តទៅនៅស្ទើរគ្រប់ខេត្តទាំងអស់ហើយជាពិសេសគឺនៅតំបន់ផ្សេងៗដែលសម្បូរទៅដោយដំណាំកសិកម្មហើយក្រុមហ៊ុនរបស់លោកក៏កំពុងព្យាយាមពង្រីកចំណេះដឹងទាំងនេះជូនដល់កសិករជាបន្តទៀតធ្វើយ៉ាងណាចូលរួមសម្រេចឲ្យបាននៅការកាត់បន្ថយសារជាតិគីមីទៅលើដំណាំគ្រប់ប្រភេទដែលលោកនងវណ្ថាបានបញ្ជាក់យ៉ាងដូចនេះថាសិក្ខាសាលាដែលយើងធ្វើរបៀបនេះគឺច្រើនហើយច្រើនគ្រប់សឹងតែគ្រប់ខេត្តហើយ
យើងផ្សព្វផ្សាយជូនពួកគាត់វាធម្មតាការផ្សព្វផ្សាយជារឿងមួយលំបាកចង់និយាយថាបើសិនជាគាត់មិនយល់តន់យល់ដឹងហើយពិសេសទៀតគាត់មិនបានឃើញផ្ទាល់នៅទិន្នផលសពបែបយ៉ាងគាត់ចង់និយាយថាគាត់ពិបាកជឿយើងណាអញ្ចឹងហើយអញ្ចឹងបានយើងសប្តាហ៍ថ្ងៃនេះយើងខិតខំស្វែងរកចាប់ដៃគូជាមួយនឹងអតិថិជនឬក៏ដូចជាអ្នកប្រើប្រាស់ផ្ទាល់ហ្នឹងពេលណាដែលគាត់បានប្រើប្រាស់ផ្ទាល់ហើយគាត់បានផលដូចអ្វីដែលយើងអះអាងខាងលើហ្នឹងយើងខិតខំគៀងគរអ្នកផ្សេងទៀតឲ្យគាត់យល់ដឹងមានន័យថាគាត់មកចូលរួមជាមួយយើងឲ្យឃើញជាក់ស្ដែងហើយបន្តមកយើងអាចថាផ្សព្វផ្សាយជូនទៅពួកគាត់ផ្សេងទៀតឲ្យគាត់យល់ដឹងពីផលប៉ះពាល់ហើយជាពិសេសហ្នឹងគាត់មកឃើញដំណាំការជោគជ័យនៅម្ចាស់ចំការគំរូមួយចំនួនហ្នឹងឃើញជោគជ័យពិតយើងគិតថាអាចតាក់ទាញបង្វិលពួកគាត់ចាក់ចេញពីផលប៉ះពាល់នៃសារធាតុគីមីទាំងឡាយហើយវិលមកកសាងភាពសុខដុមរមនាជាមួយនឹងបច្ចេកវិទ្យាសរីរាង្គដែលយើងកំពុងតែអនុវត្តសប្តាហ៍ថ្ងៃនេះលោកបានបន្ថែមថាក្រុមហ៊ុនរបស់លោកបាននាំមកនៅបច្ចេកវិទ្យាដ៏ទំនើបនិងនាំមកមុតគេនៅប្រទេសជប៉ុនដែលបានចុះបញ្ជីត្រឹមត្រូវពីក្រសួងកសិកម្មហើយបាននឹងកំពុងអនុវត្តដល់ទទួលបានលទ្ធផលនិងទិន្នផលខ្ពស់សម្រាប់កសិកម្មយើងដូចគ្នាលោកអ្នកនាងជាទីគោរពនិងជាទីមេត្រីសម្រាប់ព័ត៌មានកសិកម្មដែលនាងខ្ញុំជម្រាបជូនទាក់ទិនទៅនឹងជីសេរីរាង្គប្រភេទថ្មីមកពីប្រទេសជប៉ុននៅពេលនេះចប់តែប៉ុណ្ណេះវិលមកជួបគ្នាជាថ្មីនៅថ្ងៃប្រហ័សតាមពេលវេលានិងម៉ោងដដែលនាងខ្ញុំណាលីនសូមអរគុណសូមគោរពលា